ចាសូមជម្រាបសួរមនៈទេសនាជាទីគោរពរាប់អានជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធីចាប់ផ្ដើមចំនួនថ្ងៃនេះហើយប្រធានបទយើងនៅពេលនេះរៀងផ្លាយបន្តិចគឺយើងនឹងលើកតាក់ទងជាមួយនឹងគោលការណ៍វិភាគវាតម្លៃទៅលើអាជីវកម្មអញ្ចឹងដើម្បីជិបច្បាស់ថាតើគោលការណ៍វិភាគគេត្រូវវិភាគទៅលើបែបម៉េចគឺយើងអាចជួបជាមួយនឹងអ្នកជំនាញរបស់យើងទាំងអស់គ្នាសូមជម្រាបសួរបងចាថ្ងៃនេះកិត្តិយសខ្លាំងណាស់ដែលមានការចូលរួមពីខាងបងផ្ទាល់អញ្ចឹងបងអាចរៀបរាប់ឈ្មោះក៏ដូចជាអាជីវកម្មរបស់បងជូនទៅដល់មនៈទេសនាបន្តិចទៅបាទអរគុណក៏ជំរាបសួរដល់បាទមិត្តប្រិយមិត្តដែលកំពុងតែតាមដាននៅក្នុងកម្មវិធីនេះខ្ញុំឈ្មោះសោមសម្បត្តិខ្ញុំជឿថាកាពិតទៅសិនតម្បាច់ណែនាំក៏មានអ្នកស្គាល់ច្រើនដែរណាចាបងហើយខ្ញុំជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Campaign ឆ្នាំពណ៌ជាតិហើយ Campaign ឆ្នាំពណ៌ជាតិគឺយើងដំណើរការមក12ឆ្នាំហើយអញ្ចឹងការស្គាល់ខ្ញុំមិនស្គាល់ក្រុមហ៊ុនខ្ញុំគិតថាមានលក្ខណៈទូលំទូលាយគ្រប់គ្រាន់ហើយបងចាបងអរគុណចាដោយសារប្រធានបទរបស់យើងនៅថ្ងៃនេះគឺតាក់ទងជាមួយនឹងគោលការណ៍វិភាគវាយតម្លៃទៅលើអាជីវកម្មអញ្ចឹងដោយឡែកនាងខ្ញុំចង់ដឹងថាតើគោលការណ៍វានឹងមានស្អីគេខ្លះហេតុអីបានជាអាជីវកម្មរបស់យើងគឺត្រូវតែទទួលការងារទាំងអស់ហ្នឹងបាទអរគុណបងអូនដែលបានសួរចំនួននេះហើយក៏ជាថ្មីម្ដងទៀតសូមបញ្ជាក់ដល់បងប្អូនដែលកំពុងតាមដាននៅក្នុងកម្មវិធីនេះវាមិនមែនជាទាំងអស់ពេកទេប៉ុន្តែគ្រាន់តែខ្ញុំចង់បដោតយកគោលការណ៍ដែលមានន័យខ្លឹមណាសម្រាប់យកមកគិតពិចារណាទាំងអស់គ្នាណាព្រោះថានៅពេលដែលយើងចាប់ផ្ដើមធ្វើអាជីវកម្មយើងគួរគិតដល់រឿងអីខ្លះណាចាបងអញ្ចឹងជាទូទៅគឺថាយើងត្រូវបដោតទៅលើ5ចំណុចធំបាទចាគោលការណ៍ទាំង5ទី1យើងត្រូវធ្វើឲ្យប្រកាសថាយើងមានផលិតផលមួយដែលចេញទៅដែលអ្នកប្រើអាចទទួលយកបានចាបងឬក៏សេវាកម្មក៏ដោយយើងត្រូវប្រកាសថាចេញទៅគឺថាអ្នកដែលទទួលសេវាកម្មហ្នឹងក៏អាចទទួលយកបានចាយើងឧទាហរណ៍ដូចថ្ងៃនេះចឹងគឺយើងរៀបចំកម្មវិធីនេះគឺយើងមានជំនឿមួយថាកម្មវិធីនេះនឹងធ្វើឲ្យអ្នកមើលអ្នកកំពុងតាមដានហ្នឹងគាត់អាចទទួលយកបានចាបងចាអញ្ចឹងការទទួលយកបានគឺសំខាន់ណាស់ហើយទទួលយកបានទី1ហ្នឹងយើងផ្ដោតលើចំណុចអីបើជាទូទៅបើតាមការវាយតម្លៃជាសកលគេឲ្យយើងផ្ដោតទៅលើថាយើងត្រូវមើលគូប្រជែងឬក៏យើងមើលក្រុមហ៊ុនណាដែលវាមានជាប់ចំណាត់ថ្នាក់គេហៅ top 10 នៅក្នុងទីផ្សារចាបងយើងចឹងយើងចូលក្នុងវិស័យអីក៏ដោយយើងត្រូវមើលអ្នកណាគេដែលធំទាំង10នៅក្នុងទីផ្សារចាបើមិនជាយើងដឹងពួកគាត់ហើយយើងយកពួកគាត់មកវិភាគមកអញ្ចឹងពេលដែលយើងចេញផលិតផលឬចេញសេវាកម្មទៅយើងអាចឃើញថាប្រកបជាមានអ្នកទទួលយកបានទី1ទី2នៅពេលដែលយើងចេញទៅគឺថាយើងត្រូវមានយុទ្ធសាស្ត្រនៅក្នុងការធ្វើទីផ្សារមួយដើម្បីឲ្យប្រកបថាយើងអាចលក់បានហើយយើងត្រូវការចំណូលឲ្យក្រុមហ៊ុនយើងអាចរស់បានចាបងស្រីអ្វីដែលខ្ញុំតែងតែនិយាយប្រាប់ដល់នៅពេលដែលខ្ញុំធ្វើជាវាគ្មិនសាធារណៈឬក៏ខ្ញុំធ្វើសិក្ខាសាលាខ្ញុំតែងតែនិយាយអំពីពាក្យមួយម៉ាត់ថា the power of zero មានន័យថារកអាលេខ0នឹងឲ្យឃើញពាក្យថារកលេខ0ឲ្យឃើញគឺមានន័យថាយើងម្ចាស់អាជីវកម្មយើងត្រូវធ្វើឲ្យប្រកបថាយើងបង្កើតចំណូលមួយដែលមានការចំណេញដុលហើយយកទៅផាត់ជាមួយនឹងចំណាយទៅរួចខ្លួនសិនចាពីព្រោះអាជីវកម្មធ្វើត្បិតតែគោលដៅនៃការធ្វើអាជីវកម្មចុងក្រោយឲ្យអតិថិជនសប្បាយចិត្តហើយយើងបានប្រាក់ចំណេញពីការសប្បាយចិត្តរបស់អតិថិជនប៉ុន្តែមុននឹងទៅដល់អាហ្នឹងយើងត្រូវធ្វើទីផ្សារមួយឲ្យមានចំណូលដើម្បីយើងអាចទៅទប់ជាមួយនឹងចំណាយជាប់ការព្រួយបារម្ភរបស់ម្ចាស់អាជីវកម្មពិតប្រាកដមែនទែនគឺខ្លាចរកចំណូលមិនបានសម្រាប់មកទប់ចំណាយទេចាជាការពិតបងមិនចឹងទេអញ្ចឹងអ្វីដែលយើងទៅបដោតខ្លាំងជាងគេយើងបដោតថាយើងធ្វើយ៉ាងម៉េចរកវិធីសាស្ត្រនៃការរៀបចំធ្វើ marketing ធ្វើទីផ្សារមិនឲ្យបង្កើតចំណូលបានអាចទៅទប់ចំណាយរួចនៅពេលដែលចំណូលយើងអាចទប់មួយចំណាយបានមានន័យថាហ្នឹងយើងរកលេខ0ឃើញលេខ0ដែលខ្លាំងបន្ទាប់មកចាំយើងរកលេខបូកម្ដងតិចបាទចាបងហ្នឹងចំណុចទី2ចំណុចទី3កាលណាយើងមានចំណូលមានចំណាយអ្វីដែលយើងត្រូវមើលគឺយើងត្រូវមើលទៅលើខ្ទង់លំហូរសាច់ប្រាក់ឬយើងត្រូវមើលលើរបបហិរញ្ញវត្ថុរបស់យើងចាអ្នករ៉ូស៊ីដែលយើងជួបឬក៏សហគ្រិនសហគ្រាសមួយចំនួនដែលជួបបញ្ហាហ្នឹងគឺថងថាម៉េចនៅពេលដែលគាត់ចាប់ផ្ដើមធ្វើអាជីវកម្មអ្វីដែលពួកគាត់ខ្វះខាតមែនទែនគឺថាគាត់អត់បានគិតពីរឿងបញ្ជីស្នាមនឹងច្បាស់លាស់ភាសាខ្មែរយើងភាសាសាមញ្ញថាបញ្ជីស្នាមចាបងប៉ុន្តែបើយើងនិយាយឲ្យស៊ីជម្រៅតិចគឺយើងនិយាយអំពីរឿងប្រព័ន្ធគណនេយ្យឬយើងហៅគណនេយ្យភាពបាទអ្នកខ្លះគឺថាពើទៅពីទិញរបស់គេយកមកលក់អញ្ចឹងបាទលក់ទៅប្រឹងប្រមូលលុយឲ្យតែបានលុយមកចេះតែចាយប្រេះផ្ដាស់ហើយយើងអត់
អត់មានខ្ទង់ដែលគេហៅថាបងត្រឡប់ទៅវិញឲ្យបានត្រឹមត្រូវអីចឹងអញ្ចឹងវាធ្វើឲ្យអ្នកដែលរស់ស៊ីលក់ដូរជាមួយគាត់ហ្នឹងគឺថាគេអត់ចង់រកមួយគាត់ទៀតទេដោយសារគាត់មើលទៅដូចអត់ទៅទទួលខុសត្រូវរឿងការទូទាត់សងអីចឹងចាបងក៏វាមានបញ្ហាដែរមួយទៀតកាលណាយើងមិនបានមើលខ្ទង់ហិរញ្ញវត្ថុឲ្យត្រឹមត្រូវអ្នកខ្លះរហូតដល់សួរថារាល់ថ្ងៃនេះលក់បានប្រហែលប្រមាណអត់ដឹងទៀតចាមិនដឹងថាខ្លួនឯងនឹងលក់បានលុយប្រមាណទៀតចាហើយបើសិនជាសួរជ្រៅទៅទៀតថាឥឡូវហ្នឹងក្នុងការលក់បានប៉ុណ្ណឹងតើបានចំណេញដុលយើងហៅថា profit margin បានចំណេញដុលប៉ុន្មានអ្នកខ្លះថាមិនដឹងទៀតរាល់ថ្ងៃមិនដឹងថាចំណេញប្រមាណទេបាទចេះតែលក់ទៅចេះតែចាយទៅណាបាទហើយបើសិនជាឃើញទ្របហ្នឹងរៀងសល់ច្រើនជាងមុនប៉ាន់ស្មានថាកាប់ពិតអាហ្នឹងចំណេញហើយចាបាទហើយបើសិនជាឃើញរៀងហោចជាងមុនរាល់ថ្ងៃប្រហែលជាខាតអញ្ចឹងការពិតការធ្វើអាជីវកម្មយើងអត់ត្រូវប្រើពាក្យប្រហែលទេចាព្រោះនិយាយពីរឿងលុយគឺអត់ប្រើពាក្យប្រហែលទេត្រូវតែប្រើពាក្យច្បាស់ចាចូលប្រមាណថ្លៃដើមប្រមាណសល់ចំណេញដុលប្រមាណចាយប្រមាណតើវានៅសល់ចំណេញឬខាតត្រូវតែច្បាស់លាស់ចាហើយហេតុអីបានយើងត្រូវច្បាស់លាស់ពីព្រោះនៅពេលដែលយើងរស់ស៊ីពេលណាយើងរីកចម្រើនខ្លាំងមែនទែនយ៉ាងហោចមានរឿងពីរដែលអាចកើតឡើងទី1ពេលណាគេឃើញយើងក្រុមហ៊ុនយើងរីកចម្រើនមានគេចង់ចូលហ៊ុនណានិយាយទូទៅបាទគេចង់ចូលហ៊ុនឬបើមិនចឹងទេយើងអត់ត្រូវការអ្នកដាក់ហ៊ុនទេប៉ុន្តែយើងត្រូវការលុយថែមបាទអញ្ចឹងយើងត្រូវការទៅធនាគារដើម្បីទៅរកកម្ចីណាដាក់ទុនបន្ថែមទៀតបាទដើម្បីពង្រីកវាកាន់តែធំអញ្ចឹងទោះបីយើងទៅមួយណាក៏ដោយយើងឧទាហរណ៍ថាបើយើងចង់ឲ្យគេដាក់ទុនជាមួយយើងក៏យើងត្រូវមានបញ្ជីស្នាមច្បាស់លាស់បើមិនជាយើងចង់ទៅខ្ចីលុយធនាគារក៏យើងត្រូវមានបញ្ជីស្នាមច្បាស់លាស់ចាអញ្ចឹងជាម្ចាស់សហគ្រាសគឺថាត្រូវមើលចំណុចទាំង3ហ្នឹងចំណុចទី3ហ្នឹងឲ្យបានល្អរឿងមួយទៀតដែលស្មុគស្មាញជាងគេបំផុតហើយដែលអាជីវកម្មអាចរីកចម្រើនទៅបានឬมันអាចរីកចម្រើនទៅបានអាស្រ័យទៅលើចំណុចទី4នេះគឺតកតងមួយការគ្រប់គ្រងធនធានមនុស្សបាទការគ្រប់គ្រងធនធានមនុស្សហើយខ្ញុំជឿថាបងអូនអាចដឹងហើយថាការគ្រប់គ្រងមនុស្សពិបាកប៉ុណ្ណាចាបងពិបាកដោយសារជួនកាលបុគ្គលិកខ្លះគាត់ចេញជួនកាលបុគ្គលិកត្រូវចូលយើងត្រូវ train គាត់មិនទាន់បាន train ស្រួលគាត់ចេញទៀតចាហ្នឹងវាជួបការលំបាកផ្ទាល់យើងម្ចាស់សហគ្រាសយើងចង់បានអញ្ចេះយើងចង់បានថាបុគ្គលិកចូល10បាទចេញ4នេះទៅបានហើយចាបាទមានន័យថាកាលណាចូល10ចេញ4មានន័យថាយើងចូល10ហ្នឹងមក4ចំនួន4ដែលចេញហើយ6នាក់ហ្នឹងរើសថែមថ្មីចាបាទអញ្ចឹងមានន័យថាក្រុមហ៊ុនហ្នឹងរីកចម្រើនហ្នឹងឃើញទេចាបងពីព្រោះរើសបុគ្គលិកមកចំនួនបុគ្គលិកឈប់តែ4ទេប៉ុន្តែរើសបុគ្គលិកថ្មីចូលមកបាន6ចាចុះឧបមាថាបើចូល4ចេញ4មានន័យថាគ្រាន់តែចេញហើយនឹងចូលចេញហើយនឹងចូលបាទព្រោះយើងរើសមកសម្រាប់ទៅចំនួនអ្នកឈប់ចាហើយមានន័យថាបង្ហាញថាដំណើរការអាជីវកម្មហ្នឹងអត់ល្អទេប៉ុន្តែមិនទាន់ថាអាក្រក់ទេណាអាក្រក់មែនតើខ្លាចតែចូលដែលចេញ4ចូលបានតែ3ឬក៏ចូលបានតែ2មានន័យថាក្រុមហ៊ុនហ្នឹងហោចទៅណាចាហោចទៅព្រោះបុគ្គលិកកាន់តែតិចទៅគឺរត់ចោលចិត្តអស់ហើយយើងនិយាយឲ្យសាមញ្ញចាអញ្ចឹងដើម្បីទប់ស្កាត់រឿងហ្នឹងគឺយើងត្រូវផ្ដោតទៅលើការបណ្ដុះបណ្ដាលបាទចាបាទការបណ្ដុះបណ្ដាលឲ្យមានចំណេះដឹងឲ្យមានជំនាញហើយនឹងឲ្យពួកគាត់ខ្លាយទៅជាមនុស្សម្នាក់ដែលមានវិជ្ជាជីវៈបាទ professional ទៅថ្ងៃក្រោយដើម្បីធ្វើអានឹងបានគឺយើងម្ចាស់សហគ្រាសត្រូវធ្វើមុនគេបាទហ្នឹងព្រោះមានពេលខ្លះម្ចាស់សហគ្រាសខ្លះគាត់អាចគិតថាការពិតយើងរកស៊ីអាជីវកម្មហ្នឹងយើងមិនបាច់ចេះក៏បានដែរយើងហៅគេអ្នកចេះមកធ្វើមកណាបាទប៉ុន្តែនៅពេលដែលគេធ្វើបន្តិចរឿងពីរអាចកើតឡើងទី1គឺថាអ្នកដែលចេះហ្នឹងគាត់មកធ្វើការជាមួយយើងគាត់ជួបការលំបាកចាបាទព្រោះអ្នកចេះធ្វើការក្រុមអ្នកចេះបាក់ធ្វើចាត្រូវទេបងបាទអញ្ចឹងម្ចាស់សហគ្រាសយើងត្រូវអភិវឌ្ឍចំណេះដឹងខ្លួនឯងដើម្បីកុំឲ្យគេពិបាកធ្វើការជាមួយយើងចាទី2ទៀតយើងត្រូវគិតថាក៏គ្រោះថ្នាក់ដែរឧបមាយើងមិនចេះប៉ុន្តែអាជីវកម្មអាចរីកចម្រើនអញ្ចឹងដែរអ្នកបុគ្គលិកដែលគាត់ធ្វើការឲ្យយើងក៏គិតថាការពិតរីកចម្រើនដោយសារតែគាត់អញ្ចឹងគាត់ឈប់ទៅធ្វើក្រុមហ៊ុននឹងខ្លួនឯងក៏បានដែរចាហើយនៅក្នុងពិភពលោកមានរឿងនឹងកើតឡើងច្រើនណាស់ហើយសូម្បីតែនៅស្រុកយើងក៏ច្រើនដែរចាបងបាទហើយច្រើនរហូតដល់អ្នកដែលចេញទៅហ្នឹងគាត់ទៅធ្វើហ្នឹងខ្លាំងជាងអ្នកដែលចាប់ដើមនឹងទៅទៀតចាបាទដោយសារតែអ្នកចាប់ដើមហ្នឹងគឺចំណេះដឹងតិចជាងអ្នកដែលធ្វើហ្នឹងដល់ពេលគាត់ទៅធ្វើទៅថាគាត់ធ្វើបានខ្លាំងបាទខ្ញុំមើលឃើញរាល់ថ្ងៃហ្នឹងក៏អ្នកខ្លះដែលគាត់ទៅធ្វើបានល្អជាងអ្នកចាប់ដើមមុនហ្នឹងក៏ច្រើនដែរហើយចាខ្ទង់ក្រុមហ៊ុនខ្នាតក្រុមហ៊ុនហ្នឹងក៏ធំដែរ
và chẳng ca cục rong thông thiên mà lúc đi muối cứ thay dương thử áp thì bọt luôn ai nhà miền chuẩn này đánh đập bay cầm áo kia mà thôi ca dương nó bảo bạc bếp nó bên đây thì thôi khổ dương này đang trẻ thì tí dương trâu kết hợp Paul bao chi cam rồi Paul bao ca ní thì phân là thay từ nơi chùm niên để dương miền và việc thay chùm ní gì miền trần này chẳng cả là dương phơi say muối cứ thay dương trâu ở miền chùm niên không ca thôi vì pro ca na dương miền chùm niên miền này tha dương cứ chỉ nè đặt no mà chi cam nâng ao nhà chi cam nâng đi miền Paul lọ và ca na bị ban Paul lọ nè đánh còn một thôi ca ở dương thò mà đá còn vô dương chi cùng ru và ai mới là mấy thôi ấy vào này mấy thôi ấy vào và này chẳng ngày cày tức cứ tha cọt trong vô cọt trong thôi ở ban đôi chẳng nè và đánh cọt nâng kia diêm tha cọt thôi giống mấy thôi ở cao đôi để mấy thôi cao chẳng đâuពេលđể cọt miền ca prang prang tam dương đập bay thôi ở cao đôi dương thôi cao nông hay chỉពេលvề lia muối để dương sờ nọc chặt và sờ nọc cài thì bố dương ở chẳng phải không khăn về gì vẫn thấy dương mình chỉ nè là muốn cái còn đại thá bây giờ vậy đó dương miền chủng nói pi để dương thực kịch đồng 4 dương thưa lòi kỳ 10 và dương thưa lòi kỳ 10 và thưa ở cát ở kỳ khơi thì dương mình cào đi bằng phốt dương mưa kỳ thưa với cái thực cào đại on và đầm bay ở bà con thà phụ phốt thưa cát đôi dương van thưa ở còn 10 và chẳng nơiពេលដែលវាត្រឡប់បញ្ច្រាស់ថាយើងខ្លាយទៅជាអ្នកមើលហើយពួកគាត់អ្នកធ្វើវិញហ្នឹងគឺក្រុមហ៊ុនរីកចម្រើនណាបាទបើសិនជាយើងនៅតែធ្វើឲ្យគាត់មើលរីកចម្រើនដែរតែវាពិបាកបងបាទប៉ុន្តែបើសិនជាពួកគាត់ចេះធ្វើហើយយើងគ្រាន់តែមើលអាហ្នឹងគឺថារីកចម្រើនប៉ុន្តែយើងមិនអាចថាដែលក្រុមហ៊ុនរីកចម្រើនយើងមិនបាច់មើលក៏បានដែរមិនអាចទេយើងមិនបាច់មើលក៏បានប៉ុន្តែយើងត្រូវមានអ្នកណាដែលមានចំណេះដឹងនិងមានជំនាញអាចមើលបានមើលជំនួសយើងបានហ្នឹងបើសិនជាយើងមិនចង់មើលខ្លួនឯងប៉ុន្តែដាច់ខាតត្រូវតែមានមនុស្សដែលមានចំណេះដឹងនិងមានជំនាញអាចមើលជំនួសយើងបានអញ្ចឹងបានខ្ញុំតែងតែនិយាយពាក្យថាចំណេះជំនាញហើយនិងជំនួសបាទបើសិនជាយើងចង់ដើរចេញទៅតែមានអ្នកជំនួសតែបើមិនទាន់មានអ្នកជំនួសទេយើងមិនអាចដើរចេញបានទេបាទហើយចុងក្រោយចំណុចទី5គឺតាក់ទងជាមួយនឹងបច្ចេកវិទ្យាបាទបច្ចេកវិទ្យាហើយឬក៏វិទ្យាជីវៈបច្ចេកវិទ្យាវាភ្ជាប់ទៅនឹង4ខាងដើមទាំងអស់បាទអូនស្រីអាចដឹងហើយរាល់ថ្ងៃសំបីតែយើងចង់ធ្វើអីមួយគឺថាយើងអាស្រ័យទៅលើបច្ចេកវិទ្យាហ្នឹងឧទាហរណ៍ឥឡូវ studio ដែលយើងកំពុងតែសម្ភាសនេះបាទនេះគឺជាបើមិនជាយើងមិនមានបច្ចេកវិទ្យាហ្នឹងទេយើងអត់អាចមកធ្វើ studio នឹងបានទេអត់អាចថតមើលទៅវាដូចអត់ស្អាតបាទមើលទៅវាដូចអត់អាជីពណាចាបងអញ្ចឹងគឺវាពឹងទៅលើបច្ចេកវិទ្យាអញ្ចឹងរាល់ការបង្កើតសេវាកម្មមួយឬក៏ផលិតផលមួយដែលខាតត្រូវតែមានបច្ចេកវិទ្យាឬបច្ចេកទេសក្នុងការធ្វើវាបាទมันអាចអត់បានដល់ពេលឥឡូវយើងបង្កើតបានផលិតផលហ្នឹងហើយយើងចង់មកធ្វើទីផ្សារបាទកាលណាយើងមកធ្វើទីផ្សារក៏យើងត្រូវការបច្ចេកវិទ្យាឬក៏ត្រូវការវិជ្ជាជីវៈក្នុងការធ្វើវាដែរយើងឧទាហរណ៍ថាកម្មវិធីយើងនេះយើងអត់ប្រើទូរទស្សន៍បាទឬយើងអត់ប្រើវិទ្យុទេប៉ុន្តែយើងប្រើតាមរបៀបគេហៅបណ្ដាញសង្គមវិញ social media វិញបាទហើយយើងសួរថាចុះបើសិនជាយើងមិនចេះបច្ចេកវិទ្យានេះយើងអាចធ្វើ marketing តាមរបៀបហ្នឹងបានអត់បានទេបាទអញ្ចឹងយើងត្រូវចេះបាទហើយម្ល៉េះហើយបានជាសម័យ information technology នេះគឺទាមទារកាន់តែខ្លាំងទៅទៀតរឿងបច្ចេកវិទ្យានេះបាទកាន់តែទាមទារកាន់តែខ្លាំងហើយក្រុមហ៊ុនរាល់ថ្ងៃដែលល្បីភាគច្រើនគឺថាគេស្គាល់គាត់ដោយសារតែគាត់មានបច្ចេកទេសទំនើបបច្ចេកវិទ្យាទំនើបបាទវាស្ទើរតែគ្រប់ក្រុមហ៊ុនទាំងអស់ឥឡូវគេគិតពីរឿងទៅទំនើបខាងបច្ចេកវិទ្យាទេបាទហ្នឹងហើយយើងឧទាហរណ៍ថាឡានបើដេដោយសោដេដោយដៃឥឡូវដូចគេឡើងហៅឡានហើយគាត់ទៅចុចអីចឹងទៅបានថាអូវាទាន់សម័យទៅទៅ smart key វិញ key ធម្មតាឥឡូវគេលែងចង់ប្រើអញ្ចឹងអាហ្នឹងសិតតែបច្ចេកវិទ្យាចាបងដល់ពេលយើងធ្វើ marketing យើងត្រូវការបច្ចេកវិទ្យាបន្ទាប់មកយើងមើលហិរញ្ញវត្ថុឃើញទេបាទនៅពេលដែលយើងគ្រប់គ្រងហិរញ្ញវត្ថុចាពីដើមយើងអាចកត់ត្រាដោយសភៅសរសេរដៃព្រោះឥឡូវទៅបើក្រុមហ៊ុនហើយសរសេរដៃដូចមុនទៀតចាគេសឹងតែលែងហៅក្រុមហ៊ុនហើយក្រុមហ៊ុនសរសេរដៃលែងហៅគេសឹងតែគិតថាអ្នកលក់ចាប់ហួយណាបងគេធ្វើតាមរយៈអ្នកលក់ចាប់ហួយឥឡូវទំនើបដែរអញ្ចឹងហ៎បងចាបាទហាងខ្លះតូចមួយប៉ុន្តែចេញវិក័យប័ត្រសិតតែ print ចាបោះពុំអត់សរសេរដៃទេចាជួនកាលគាត់ដឹងថាបច្ចេកវិទ្យាគឺជួយគាត់បានច្រើនចាព្រោះដល់ពេលយើងសួរគាត់អីជុំមិនក៏ឯងទំនើបទេម៉ាតទូចមួយសោះមិនក៏ប្រើដល់ទំនើបហ្នឹងបងឯងសួរអាហ្នឹងកាត់ពិតយើងចុចអញ្ចឹងដាច់ខែវាបិទបញ្ជីឲ្យយើងហ្មង
Chà chà còn đằng bộ pe để dân tinh mới dân vay phải trồ, đọc pe dân lụa vay phải trồ, nó đọc pe lại khai về tu toàn là dân mà. Chà chà bông. Bộ bây là dân lụa bán về bàn từ chỉ lùi muối hay về cất lại đâu mà dân sạch. Chà chà bông. Chẳng dân còn là ro tại chầm nay luôn dân là khơi dân đăng là dân anh mà. Chà chà. Chính mà thà cơ nhé. Ấy có tự tập phân từ lừa phải chạy về chỉ. Thấy dân tự phải che. Dân cùng bắt luôn dân, bởi thân chỉ dân mình che phải chạy về chỉ dânត្រូវតែ rộn nè này thì chế ôi kia mà chui đi trong mà dựng thấy đôi khi mọi ngày khi bật trong tầm này ca ban đọc pi năm chỗ năm thì đọc bay mấy còn thấy trong nói để dân phải trốn coi dân trao ca phơi dạng mấy áp bị bọt luôn chứ nói toán phải chạy kiểu chi bao kỳ và bởi thân chỉ dân mình toán phải chạy kiểu chi bao kỳ cái chung cá mình chi năm cái việc thông pế phải chạy cái tiền dân ở đó dân cục rôn mặt bàn và chân dân tìm tiền nè đại miên và mặt tập hiệp để riêng trong khang phải chạy kiểu chi cục rôn bọn kẹt này để mọi người đó pe là một nung đôi khiទៀតមនុស្សកាលណាមេដែលគាត់មានបច្ចេកវិទ្យារៀងទំនើបចាបុគ្គលិកចូលចិត្តធ្វើការជាមួយព្រោះគាត់គិតថាធ្វើការនៅក្រុមហ៊ុនគាត់ជឿនលឿនចាចាបងអ្វីដែលគាត់មិនដែលចេះសោះគាត់ចេះអ្វីដែលគាត់មិនដែលដឹងសោះគាត់ដឹងចាតែឧទាហរណ៍ថាបើទៅក្រុមហ៊ុនមួយរៀនបច្ចេកវិទ្យានេះវាដើរយឺតជាងគេពេកគាត់ទៅគិតថានេះដូចស្រែរហមិនខឹមទេចាបងបាទហ្នឹងចឹងគ្រាន់តែរឿងនឹងមួយក៏ជា motivation មួយដែលសំខាន់បាទហើយកាលណាយើងមានបច្ចេកវិទ្យាល្អក៏យើងស្រួលគ្រប់គ្រងបុគ្គលិកដែរបាទស្រួលគ្រប់គ្រងហ្នឹងយើងឧទាហរណ៍ថាឥឡូវយើងប្រើម៉ាស៊ីន scan មេដៃអីចឹងបាទយើងគ្រាន់តែដាច់ខែទុកម៉ាស៊ីនហ្នឹងទូទាត់ម៉ោងធ្វើការអីឲ្យស្រេចទូទាត់ម៉ោងថែមម៉ោងអីឲ្យស្រេចទៀតបាទនៅពីមុនយើងនៅបោកនៅកត់ផ្ទៀងទាត់គ្នាច្រើនឥឡូវម៉ាស៊ីនធ្វើការឲ្យយើងបាទដើម្បីគ្រប់គ្រងមនុស្សបាទឧបមាថាប្រព័ន្ធវាយតម្លៃអីឥឡូវគឺបើមិនតែយើងគិតទៅគឺថាប្រព័ន្ធវាយតម្លៃសិនតែពីប្រើបច្ចេកវិទ្យាអស់យើងឧទាហរណ៍ថាឥឡូវបើយើងឆ្លងកាត់ពលានយន្តហោះគេចង់វាយតម្លៃគេគឺគេប្រាប់យើងឲ្យជួយចុចហើយឲ្យបន្ទុកគេផងអីផងទៅចាចាដល់ពេលយើងចង់វាយតម្លៃបុគ្គលិកក៏ពិតបើក្រុមហ៊ុនធំមែនតើឥឡូវគឺគេទៅវាយតម្លៃតាមដែលម៉ាស៊ីនឲ្យបន្ទុកឲ្យស្រេចចាបាទដល់ពេលដាច់ឆ្នាំគេចង់ធ្វើ appraisal គឺគេវាយតម្លៃទៅតាមនឹងព្រឹបមកបាទគឺលឿនអញ្ចឹងបានខ្ញុំបញ្ជាក់ឡើងវិញគឺចំណុចទី5ហ្នឹងគឺវាភ្ជាប់ទៅនឹង4ចំណុចហ្នឹងបាទมันអាចអត់បានទេអញ្ចឹងជាសង្ខេបនៅពេលដែលយើងមុននឹងធ្វើអាជីវកម្មគឺយើងត្រូវគិតដល់5ចំណុចហ្នឹងនៅពេលដែលយើងចាប់ផ្ដើមធ្វើអាជីវកម្មគឺយើងត្រូវគិត5ចំណុចហ្នឹងជាប្រចាំបាទហើយបើសិនជាយើងមើលទៅឃើញថាយើងខ្វះខាតលើចំណុចណាមួយយើងត្រូវតែអភិវឌ្ឍវាបាទហើយប៉ុន្តែជាទូទៅអត់មានណាមានគ្រប់ទេបងយ៉ាងណាក៏ខ្វះដែរបាទផលិតផលដែលយើងមានល្អថ្ងៃនេះអាចថ្ងៃស្អែកវាអាចចាញ់គេបើមិនជាយើងមិនអាប់ក្រេតវាយុទ្ធសាស្ត្រនៃការធ្វើទីផ្សារដែលយើងកំពុងតែដំណើរការល្អហ្នឹងតែបើមិនជាយើងមិនកែលម្អគេអាចមានយុទ្ធសាស្ត្រណាមួយល្អជាងយើងគេអាចវាយយើងបាទឲ្យធ្លាក់ចុះវិញបាទបាទប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក៏ចឹងដែរវាមានការផ្លាស់ប្ដូរទៅរហូតគេធ្វើទំនើបកម្មរហូតការដឹកនាំមនុស្សការគ្រប់គ្រងមនុស្សគឺពិបាកជាងគេបាទមនុស្សជាទូទៅទៀមទាមុនអ្វីយើងមកដល់ទៅទៀតអញ្ចឹងបាទមុនអ្វីមកដល់ទៀតមិនថាយើងមិនថាគេទេការពិតតឹងតែថាយើងទៅដើរដល់ហ្នឹងក៏ប៉ុន្តែអាការរំពឹងទុកវាហួសពីហ្នឹងទៅទៀតចាអរគុណសម្រាប់ការរៀបរាប់របស់ក្បាយសូម្បីតែនាងខ្ញុំផ្ទាល់ក៏នាងខ្ញុំគិតថានាងខ្ញុំរៀនសូត្រច្រើនសម្រាប់ការចែកម្លែកផងបងនេះអញ្ចឹងសម្រាប់នាងខ្ញុំផ្ទាល់បន្ថែមទៀតគឺនាងខ្ញុំចង់ដឹងថាតើគោលការណ៍ហ្នឹងគឺយើង apply បានថាយើងយកវាមកប្រើសម្រាប់តែអាជីវកម្មដែលយើងបានដំណើរការហើយឬក៏សម្រាប់អាជីវកម្មថ្មីគឺយើងអាចយកវាមកប្រើប្រាស់បានដែរបងជាទូទៅកាលណាយើងចាប់ផ្ដើមធ្វើអាជីវកម្មថ្មីយើងត្រូវគិតថានៅពេលដែលយើងគិតអំពីយុទ្ធសាស្ត្រនៃការរៀបចំអាជីវកម្មហ្នឹងដាច់ខាតទៅបញ្ចូលតែ5ហ្នឹងហើយចាបើមិនជាយើងមិនបានគិតទុកមុនទេគឺមានន័យថាក្រុមហ៊ុនហ្នឹងប្រកាសជាចេញមកហ្នឹងគឺថាវាអាចច្បោកច្បល់ហើយបាទចាវាអត់ទៅរលូនទៅតាមផែនការតែយើងមិនដឹងថាការពិតយើងត្រូវធ្វើផលិតផលហ្នឹងដោយផ្អែកទៅលើមូលដ្ឋានណាបាទតែយើងធ្វើទីផ្សារហ្នឹងយើងត្រូវផ្អែកទៅលើមូលដ្ឋានយុទ្ធសាស្ត្រយ៉ាងម៉េចយើងរៀបចំប្រព័ន្ធហិរញ្ញវត្ថុយ៉ាងម៉េចព្រោះយើងមិនអាចថាចាំដល់ពេលយើងធ្វើសិនហើយចាំយើងគិតទេអត់ទេបាទពីដើមយើងអាចធ្វើចឹងបានមុនណាបាទខ្ញុំគិតថា5-10ឆ្នាំមុន20ឆ្នាំមុនអាចហ្នឹងដល់គិតធ្វើអីធ្វើសិនទៅណាបាទព្រោះពេលហ្នឹងការប្រកួតប្រជែងវាអត់ទៅតឹងដូចឥឡូវទេបាទហើយប្រព័ន្ធតម្រូវការអីក៏វាមិនទៅដូចឥឡូវទេប៉ុន្តែបើឥឡូវនេះគឺថាវាទាមទារខ្លាំងណាស់អញ្ចឹងទេគឺថាអ្នកដែលចាប់ផ្ដើមត្រូវតែគិតបាទប៉ុន្តែចំពោះអ្នកដែលកំពុងធ្វើវិញបាទហ្នឹងគួរតែគិតទៅជាងអ្នកចាប់ផ្ដើមទៅទៀត
ចាពីព្រោះយើងឃើញថាក្រុមហ៊ុនខ្លះដំណើរការទៅល្អស្រាប់តែវាចាប់ផ្ដើមលែងរីកចម្រើនតែមកបាទ ចា ដល់ពេលយើងចាប់ផ្ដើមសួរថាហេតុអីបានវាលែងរីកចម្រើន ចា បានយើងមើលឃើញថាផលិតផលយើងហ្នឹងគឺវា out of date ទៅវារបស់ហ្នឹងគេលែងចង់ប្រើហើយបងហើយបាទចាបាទសបកវាខ្ចប់ហ្នឹងចាស់ពេកហើយបាទក្លិនហ្នឹងឥឡូវលែងនិយមហើយបាទពណ៌ហ្នឹងគេលែងចង់មើលហើយយើងឧទាហរណ៍បាទម៉ូដហ្នឹងគេលែងចង់បានណាបាទយុទ្ធសាស្ត្រទីផ្សារខ្លះជួនកាលយើងចេះតែអាងតែប្រើអាដែង promotion ហ្នឹងយើងលក់បានយើងចេះតែធ្វើដដែលប៉ុន្តែយើងអត់បានមើលវាឡើងវិញចាដល់ពេលគូប្រជែងគេធ្វើបានដែលមានយុទ្ធសាស្ត្រល្អប្រសើរជាងយើងទៅបាត់ដល់ពេលយើងចង់រៀបកែលម្អវាគឺយើងត្រូវចាយលុយច្រើនណាចាបាទអាពេលដែលយើងដណ្ដើមទីផ្សារបានមកណាយើងមិនសូវអស់លុយច្រើនហ្មងប៉ុន្តែប្រយ័ត្នតែទីផ្សារវាបាត់ទៅវិញហើយយើងទៅវាយដណ្ដើមយកមកវិញអាចគុណនឹង3គុណនឹង5គុណនឹង10បានអាចទៅដណ្ដើមយកបានមកវិញមានពេលខ្លះចំណាយប៉ុណ្ណាក៏កោះមកវិញអត់ឡើងដែរចាបងមានព្រោះវាដល់ពេលមួយគេហាអាហ្នឹងវារៀបចំស្លាប់អញ្ចឹងទៅបីទីយើងគ្រូពេទ្យល្អប៉ុណ្ណាដាក់ថ្នាំអត់ប៉ុណ្ណាក៏មិនរស់វិញចាអញ្ចឹងគឺយើងត្រូវគិតខ្លាំងមែនទែនហើយដល់ពេលមកតាក់ទងជាមួយនឹងរឿងប្រព័ន្ធហិរញ្ញវត្ថុក៏អញ្ចឹងដែរយើងត្រូវគិតថាក្រុមហ៊ុនកាលណាវារីកចម្រើនมันអាចគ្រប់គ្រងតាមអាដែលគេហៅប្រព័ន្ធដដែលបានឬ system ដដែលយើងត្រូវតែធ្វើទំនើបកម្មវាបាទត្រូវធ្វើទំនើបកម្មរបស់វាហើយជួនកាលកាលណាយើងធ្វើទំនើបកម្មប្រព័ន្ធប៉ុន្តែយើងអត់ធ្វើទំនើបកម្មមនុស្សអញ្ចឹងវាអាចប្រព័ន្ធទំនើបជាងមនុស្សអត់ទៅរួចមួយ system ហ្នឹងចាបងអញ្ចឹងយើងទៅធ្វើទំនើបកម្មមនុស្សទៅបញ្ជូនមនុស្សទៅរៀនបានមនុស្សអាចប្រើប្រព័ន្ធហ្នឹងបានចាបាទអញ្ចឹងយើងត្រូវមើលអាហ្នឹងដល់ពេលបន្ទាប់មកទៀតរឿងតាក់ទងមួយធនធានមនុស្សព្រោះយើងត្រូវគិតថាគ្រប់បុគ្គលិកទាំងអស់គាត់មានកូនចិត្តមួយចាបើសិនជាមេគិតដល់គាត់មិនទៅជាមានអាចិត្តចំណែនឬចិត្តចង់ចេញទៅណាទេប៉ុន្តែបើសិនជាយើងមិនបានគិតដល់ពួកគាត់ចេះតែមានអារម្មណ៍ថារីកចម្រើនតែម្នាក់ឯងអត់រវល់ជាមួយពួកអញទេហ្នឹងហើយអាណាមានឲ្យល្អជាងហ្នឹងខ្ញុំទៅហើយបាទយូរធ្វើការឲ្យគេ5ឆ្នាំ10ឆ្នាំឃើញតែគេមានតែម្នាក់គេឯងនៅអត់បានអីហ៎ចាបាទព្រោះអញ្ចឹងតែកាលណាបុគ្គលិកមានអារម្មណ៍ហ្នឹងក៏បាទអញ្ចឹងយើងទៅមានប្រព័ន្ធលើកទឹកចិត្តប្រព័ន្ធអភិវឌ្ឍរបស់ពួកគាត់ធ្វើឲ្យគាត់មានសង្ឃឹមធ្វើឲ្យគាត់គិតថាគាត់អនាគតគាត់នៅនឹងហើយមិនត្រូវទៅណាទៀតទេបាទដោយតែដែលឲ្យត្រូវជាមួយនឹងទ្រឹស្ដី Napoleon Hill ហ្នឹងគាត់ថាអាដែលរឿងល្អបំផុតឬឱកាសល្អបំផុតសម្រាប់អ្នកគឺជួនកាលអាចកន្លែងដែលអ្នកកំពុងនៅនឹងហើយអញ្ចឹងការពិតដែលម្ចាស់សហគ្រាសគួរតែធ្វើឲ្យគេមើលឃើញថាឱកាសល្អបំផុតសម្រាប់គេគឺកន្លែងដែលគេកំពុងតែនៅធ្វើការហ្នឹងហើយចាហើយចំណុចហ្នឹងដែរដូចខ្ញុំមួយថ្ងៃគឺខ្ញុំផ្ដោតលើហ្នឹងមែនទែនបងបាទខ្ញុំផ្ដោតលើហ្នឹងខ្លាំងណាស់ដើម្បីឲ្យបុគ្គលិកខ្ញុំថាមានអារម្មណ៍ថាអនាគតពួកគេគឺនៅជាមួយខ្ញុំហ្នឹងហើយបាទវាគ្មានកន្លែងណាដែលគេទៅឲ្យអាចល្អជាងហ្នឹងទៀតទេបាទបាទហើយប៉ុន្តែនិយាយស្រួលប៉ុន្តែពេលយើងធ្វើគឺមានរឿងជាច្រើនដែលយើងត្រូវធ្វើបាទចាបងមានរឿងជាច្រើនដែលយើងត្រូវធ្វើប៉ុន្តែយើងត្រូវថាឲ្យប្រកាសថាពួកគេពិតជារីកចម្រើនមែនបាទនៅពេលដែលយើងរីកចម្រើនជាមួយគ្នាអញ្ចឹងចាបងហើយរឿងបច្ចេកវិទ្យាយើងដឹងថាពិភពលោករងថ្ងៃនេះគឺពិភពលោកនៃបច្ចេកវិទ្យានេះគឺដើរលឿនណាស់ចាបាទអ្វីដែលយើងយល់ថាវាថ្មីថ្ងៃនេះបាទបន្តិចទៀតគឺវានឹងចាស់ហើយចាបើមិនអញ្ចឹងយើងមិនមែនឃើញទូរស័ព្ទដែលឡើងសេរីរហូតបាទឡើងរហូតចាបងបាទឥឡូវយើងមិនបាច់គិតទេសំបីតែនាឡិកាដៃដែលយើងពាក់ឬក៏ស្អីហ្នឹងក៏ឡើងសេរីរហូតអាប់ដេតរហូតចាតម្រូវការទីផ្សារបងបាទតម្រូវការវាផ្លាស់ប្ដូរលឿនអញ្ចឹងទេអញ្ចឹងបើសិនជាជួនកាលរហូតដល់ប៉ុណ្ណេះទៀតរឿងតាក់ទងមួយបច្ចេកវិទ្យារបស់ហ្នឹងថ្មីណាបាទយើងអត់ទាន់មានណាមានទេយើងគិតថាហ្នឹងថ្មីមកប៉ុន្តែដល់ពេលយើងរៀបចំមកយើងវាយឺតចា6ខែបានចេញដល់ពេលយើងចេញមកមានគេចេញមុនយើង2ខែហើយបាទចាវាទៅជារបស់យើងហ្នឹងទៅជាចាស់ទៅវិញបាទហ្នឹងទៅជាចាស់ទៅវិញអញ្ចឹងគឺទៀមទាអាដែលធ្វើអាដែលបច្ចុប្បន្នភាពធ្វើទំនើបកម្មឲ្យធ្វើឲ្យលឿនទៀតបានតាន់គេអញ្ចឹងបាទបន្ថែមទៅលើសំណួរនឹងដែរនាងខ្ញុំចង់ដឹងថាតាមការយល់ឃើញរបស់បងផ្ទាល់ណាតើបងគិតថាប្រទេសកម្ពុជារបស់យើងគឺអាជីវកម្មភាគច្រើនគឺគាត់ខ្វះខាតថងចំណុចណាហើយគាត់គួរតែបន្ថែមនៅលើចំណុចណាដែរអញ្ចឹងណាបងមើលឃើញទៅមកទោះបើសិនជាយើងនិយាយទៅហើយមានការប៉ះពាល់ក៏សូមអធិស្ឋានផងដោយសារយ៉ាងម៉េចយើងមើលថាហេតុអីបានជាសេដ្ឋកិច្ចប្រទេសជិតខាងយើងជាពិសេសប្រទេសថៃប្រទេសវៀតណាមហ្នឹងបើយើងមើលមែនតើគឺថាវៀតណាមមិនទៅសើគេទេប៉ុន្តែគេទៅលឿនណាបាទគេទៅលឿនណាលឿនមែនតើ
dương mơ là cầm rất bị chầm nô bao bị chỉ chun ấy mà phi năm muốn không mà nẹt cái lưỡi dương tầm mà rối phần tay đào tên mà phi năm coi mà lỡ mà nẹt cái lưỡi dương mà pon và chân bà chân cư trong giấy tha chầm luôn tất bạc đây cái miên nó việc thông dừng dừng sai xua hai đấy bàn chân dương mơ từ xã hạ cái na tội nhưng mà chung bao kỳ cứ tha ca áp bị bót và tập phao bao cái tầm nớp chừng dừng và tầm nớp tiền khẳng nông rồi bỏ big shop tầm nớp tiền rồi bỏ big shop mà chân cứ bây giờ vậy thì Optima tẹt to mùiផលិតកម្មដូចខាងខ្ញុំនោះគឺថាbây giờ vậyថា production technology របស់គេបច្ចេកវិទ្យាលើការផលិតរបស់គេគឺទំនើបមែនទេចាទំនើបមែនទេអ្វីដែលខ្ញុំចម្លែកមែនទេត្រង់ថាឥឡូវរឿងមួយចំនួនណាបើផលិតផលមួយចំនួនដែលធ្លាប់ផលិតនៅថៃផលិតនៅម៉ាឡេស៊ីអីឥឡូវស្រាប់បំបែមកផលិតនៅវៀតណាមចាហើយអ្វីដែលខ្ញុំចង់ឃើញគឺខ្ញុំចង់ឃើញខ្មែរយើងឲ្យវាមាននិន្នាការទៅអញ្ចឹងដូចគេបើមិនអញ្ចឹងទេយើងធ្វើអីអាកើតយើងគឺតែពីទិញគេមកបាទចាបាទយើងដល់ពេលយើងប្រឹងទិញគេមកអាកំណើនរបស់យើងនឹងវាតិចអាកំណើនរបស់គេនឹងវាខ្លាំងចាហ្នឹងហើយទីបំផុតទៅគឺយើងអាចនឹងរស់ទៅជាអ្នកដែលគេហៅថាប្រទេសមួយដែលពឹងទៅលើការនាំចូលចានាំចូលច្រើនជាងនាំចេញហ្នឹងហើយចាថ្មីបិទយើងមានកំណើនសេដ្ឋកិច្ចប៉ុន្តែកំណើនយើងដោយសារតែដែលមានអំណួតទៅលើការនាំចូលពីគេអាហ្នឹងការពិតជារឿងមួយដែលយើងអត់ចង់បានចាបងទី2របៀបធ្វើទីផ្សារក៏ចឹងដែរណាបាទរបៀបធ្វើទីផ្សាររបស់យើងគឺភាគច្រើនយើងច្រើនតែចម្លងតាមគ្នាធ្វើអីយើងធ្វើតាមគ្នាសាមញ្ញដោយសារយើងមិនចង់ស្មុគស្មាញបាទចាហ្នឹងហើយសហគ្រិននៅស្រុកខ្មែរគឺថានៅមានចំណុចមួយថាស្អីទេយើងតែស្មុគស្មាញខ្ជិលធ្វើចាអូកុំទៅធ្វើអញ្ចឹងវាហត់ណាស់វានឿយណាស់កុំឲ្យពិបាកគិតច្រើនពេកឃើញគេធ្វើមិនធ្វើអញ្ចឹងដែរទៅបើគេធ្វើអញ្ចឹងលោកបានផងមិនកុំធ្វើអញ្ចឹងដូចគេទៅចាបងដល់ពេលអញ្ចឹងទៅយើងមើលទៅក្នុងថាវិស័យស្អីក៏ដោយយើងឃើញថាមនុស្សធ្វើដូចតែគ្នាទាំងអស់បាទដល់ពេលយើងធ្វើអ្វីដែលដូចគ្នាទៅអាការបង្កើនឲ្យមានប្រាក់ចំណូលហ្នឹងគឺវាធ្លាក់មែនតើហ្មងបាទវាធ្លាក់មែនតើហើយអញ្ចឹងទេអមថាបើយើងមើលទៅលើឧស្សាហកម្មអីក៏ដោយអមថាបើមិនជាយើងយកដែលសហគ្រាសនៅ100មកយកមកគិតចាអត់បានដល់50សហគ្រាសទេដែលចំណេញប្រាក់គឺជាង50សហគ្រាសគឺកំពុងតែដំណើរការដោយខាតប្រាក់ចាដោយសារអីដោយសារយុទ្ធសាស្ត្ររបស់ទីផ្សាររបស់គាត់ដើម្បីបង្កើតចំណូលដល់ក្រុមហ៊ុនហ្នឹងគឺវាអន់ហ្មងចាហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគឺមិនត្រឹមតែនិយាយអញ្ចឹងទេប៉ុន្តែរាល់ថ្ងៃខ្ញុំក៏បានចូលរួមថាយើងធ្វើយ៉ាងម៉េចផ្ដល់ជាយុទ្ធសាស្ត្រដល់ពួកគាត់ហើយក្រៅពីការនិយាយជាសាធារណៈខ្ញុំក៏មានការផ្ដល់យោបល់ឲ្យពួកគាត់មួយចំនួនផ្ដល់ត្រង់ដល់ក្រុមហ៊ុននឹងត្រង់ដែរអញ្ចឹងបើជាអ្វីដែលខ្ញុំចង់ប្រាប់ថាសូមឲ្យនាំគ្នាគិតឲ្យរៀងស្មុគស្មាញបន្តិចបាទកុំឲ្យគិតងាយពេកបាទហ្នឹងហើយគិតឲ្យរៀងស្មុគស្មាញបន្តិចរៀងប្រឹងគិតបន្តិចកុំគិតធម្មតាពេកបើកាលណាយើងគិតធម្មតាហ្នឹងគឺយើងមិនអាចឈ្នះគេបានទេបាទបើយើងប្រៀបយើងឧទាហរណ៍បើយើងប្រៀបធៀបប្រទេសជិតខាងដែលគេមានរបៀបគិតរបស់គេនៅក្នុងកម្រិតមួយខ្ពស់ជាងយើងហើយបើយើងនៅតែរក្សាការគិតរបស់យើងនឹងដដែលទៀតយើងមិនអាចមានយុទ្ធសាស្ត្រធ្វើទីផ្សារឈ្នះគេបានទេបាទអញ្ចឹងគឺយើងបង្កើតផលិតផលបានមកយើងលក់អត់ចេញទីបំផុតគឺយើងគង់តែស្លាប់នៅដដែលហើយទីបំផុតយើងនាំគ្នាទៅទិញផលិតផលរបស់គេយកមកលក់អារបស់ហ្នឹងធ្វើបានដូចគេប៉ុន្តែយកពីគេមកលក់បានដល់ពេលធ្វើខ្លួនឯងលក់អត់បានចាបាទដោយសារអាគំនិតនៅក្នុងការធ្វើទីផ្សាររបស់យើងហ្នឹងវាអត់ដល់គេចាហើយរឿងទី3គឺរឿងហិរញ្ញវត្ថុយើងគួរតែឲ្យមានស្មារតីទទួលខុសត្រូវបាទឲ្យមានស្មារតីទទួលខុសត្រូវធ្វើហិរញ្ញវត្ថុមានតម្លាភាពបាទហើយយើងឃើញថានៅយើងរស់ស៊ីជាមួយគ្នាភាគច្រើនឆ្លោះគ្នាហ្នឹងហើយមូលហេតុដែលឆ្លោះគ្នាហ្នឹងគឺដោយសារតែវាខ្វះអាតម្លាភាពទៅលើខ្ទង់ចំណូលចំណាយហ្នឹងហើយដែលទីបញ្ចប់ទៅឆ្លោះគ្នាវាកើតការសង្ស័យដល់ពេលដែលមានការសង្ស័យទៅតែសួរប៉ះចំថ្ងៃណាអារម្មណ៍អត់ល្អឆ្លើយត្រឡប់ទៅវិញមិនស្រួលចាមានរឿងគ្នាអញ្ចឹងមិនបាច់រស់ស៊ីទេបែកគ្នាបាទហើយការពិតនៅពេលដែលយើងបែកគ្នាជាទូទៅគឺចុះខ្សោយបាទចាហើយមានក្រុមហ៊ុនច្រើនណាស់ដែលការពិតបើនៅជាមួយគ្នាក្រុមហ៊ុននឹងខ្លាំងដល់ពេលទៅបែកគ្នាទៅវាបែកចែកកម្លាំងថាលាយលុតរៀងខ្លួនពោអាដែងកម្លាំងហ្នឹងវាបានថយចុះចាបងហើយមួយទៀតតែការគ្រប់គ្រងមនុស្សខ្ញុំឃើញថាសហគ្រាសរបស់យើងរាល់ថ្ងៃហេតុអីបានយើងនៅជាប់ភាគច្រើនបើមិនយើងមើលទៅតាមទិន្នន័យស្រាវជ្រាវ research វិញ
ភាគច្រើនយើងនៅជាប់ត្រឹមកម្រិត1កម្រិត2ឲ្យទៅដល់កម្រិត3កម្រិត4ភាគច្រើនយើងទៅអត់ដល់ទេទៅដល់តិចណាចាកម្រិត1ស្អីមានន័យថាខំបង្កើតធ្វើម៉េចឲ្យមានរបស់យកទៅលក់អង្គគេចាបាទហ្នឹងហើយអាហ្នឹងកម្រិត1បាទតម្រាំតាបានរបស់មកលក់តម្រាំតាចេញអីសេវាមួយមកធ្វើអាហ្នឹងគឺពិបាកមែនទេបាទបានអាហ្នឹងមកហើយបានយើងឈានចូលទៅកម្រិត2ដើររមនុស្សដែលអាចធ្វើការបានបាទព្រោះកម្ពុជាយើងរាល់ថ្ងៃកំពុងតែជាប់នៅក្នុងគេហៅថាតាក់មួយកាលណាមនុស្សរៀងបកកែបន្តិចគាត់ថាគាត់រកស៊ីខ្លួនគាត់អត់ធ្វើការទេចាអញ្ចឹងចាភាគច្រើនគឺគាត់ចាប់ផ្ដើមមានគំនិតអាជីវកម្មខ្លួនឯងគាត់រកស៊ីខ្លួនឯងគាត់អត់ធ្វើការទេប៉ុន្តែការពិតមែនតើមកគាត់មិនទាន់ជាមនុស្សបកកែដែលអាចទៅរកស៊ីទទួលបានជោគជ័យទេចាប៉ុន្តែគាត់គិតខ្លួនឯងថាគាត់បកកែទៅហើយចាបាទអញ្ចឹងអាផ្នត់គំនិតបែបហ្នឹងខ្ញុំគិតថាគួរតែផ្លាស់ប្ដូរចាជនរួមជាតិយើងគួរតែផ្លាស់ប្ដូរមានពេលខ្លះយើងឆាប់គិតលឿនពេកចាបាទយើងត្រូវគិតឲ្យបានទីជម្រៅបន្តិចការធ្វើអាជីវកម្មយើងឧទាហរណ៍អ្នកខ្លះគាត់ឃើញមេតកែគាត់ផលិតអាហ្នឹងបានគាត់ថាគាត់ផលិតបានដូចគ្នាអញ្ចឹងគាត់ទៅចេញទៅរកស៊ីបានចាប៉ុន្តែការពិតបងប្អូនមិនមែនការធ្វើអាជីវកម្មមិនមែនគ្រាន់ថាម្នាក់ធ្វើបានហើយយើងធ្វើបានដែរយើងទទួលបានជោគជ័យណាចាវាមានចំណុចដូចខ្ញុំរៀបរាប់យ៉ាងហោចក៏មានរឿង5ដែរចាអ្នកឯងធ្វើរបស់ល្អបានអ្នកត្រូវគិតថាអ្នកមានយុទ្ធសាស្ត្រធ្វើទីផ្សារល្អអត់ចាអ្នកចេះគ្រប់គ្រងហិរញ្ញវត្ថុអត់បាទអ្នកចេះគ្រប់គ្រងមនុស្សអត់ចាបាទមនុស្សខ្លះពូកែណាស់ធ្វើម្នាក់ឯងប៉ុន្តែនៅពេលដែលចាប់ផ្ដើមធ្វើការជាមួយមនុស្សច្រើនអ្នកគឺទៅជាមនុស្សល្ងងវិញចាព្រោះដោយសារគាត់អត់ចេះធ្វើការជាមួយគេទេចាហើយទីបំផុតគឺថាគាត់មិនអាចរីកធ្វើឲ្យអាជីវកម្មរបស់គាត់នឹងរីកចម្រើនបានដោយសារមនុស្សមិនអាចធ្វើការមួយគាត់បានចាបាទបើយើងនិយាយថាតកែឆ្លើយបាទចាតកែឆ្លើយតកែនឹងយ៉ាប់មកឃើញហ្នឹងចាអញ្ចឹងជួនកាលយើងមកចាញ់គេត្រឹមរឿងចរិតរបស់យើងនឹងគេទៅមួយយើងមិនរួចមកចាអញ្ចឹងវាបកកែទី1ក៏បកកែទី2ក៏បកកែទី3ក៏បកកែតែមកចាញ់គេអាទី4ចាងាប់ដដែលឃើញបាទហ្នឹងចាអញ្ចឹងបើថាវាមានរឿងច្រើនដែលយើងត្រូវមើលហើយម្ល៉េះហើយខ្ញុំថាយើងគួរតែមានការផ្លាស់ប្ដូរអេរិយាបថខ្លះបាទហ្នឹងអេរិយាបថខ្លះដើម្បីធ្វើម៉េចគឺបើយើងនិយាយឲ្យយើងស៊ីជម្រៅទីតបដូរចរិតខ្លះហ្នឹងហើយតបដូរចរិតខ្លះដើម្បីឲ្យយើងមានអត្តចរិតត្រឹមត្រូវសម្រាប់ទៅធ្វើអាជីវកម្មឲ្យបានជោគជ័យហើយអ្នកដែលគេមកធ្វើការជាមួយយើងហ្នឹងក៏គេអាចទទួលយកយើងបានចាពីព្រោះព្រឹកមិញខ្ញុំទៅបង្ហោះ Facebook មក clear ដែលខ្ញុំរៀនពី John Maxwell មកគាត់ថាយើងអាចស្រឡាញ់មនុស្សដោយមិនចាំបាច់ដឹកនាំពួកគេបានប៉ុន្តែយើងមិនអាចទៅដឹកនាំមនុស្សដោយមិនស្រឡាញ់ពួកគេឬក៏មិនឲ្យគេស្រឡាញ់យើងបានទេចាបាទពីព្រោះបើមិនជាយើងគ្មានចិត្តស្រឡាញ់មនុស្សយើងមិនអាចដឹកនាំគេបានទេចាហើយបើគេមិនស្រឡាញ់យើងក៏គេមិនយកយើងធ្វើជាអ្នកដឹកនាំគេដែរចាបាទហើយអាជីវកម្មក៏ចឹងដែរបាទរវាងអ្នកបង្កើតហើយនិងអ្នកមកធ្វើការក៏វាត្រូវមានอะไรគេហៅថាចិត្តស្រឡាញ់ចិត្តអាណិតគ្នាទៅវិញទៅមកបានអាចធ្វើការជាមួយគ្នាបានមិនមែនត្រឹមថាមកធ្វើការ8ម៉ោងហើយយកប្រាក់ខែទៅផ្ទះទេចាមិនចឹងបាទចាហ្នឹងទោះតែគាត់ទៅផ្ទះគាត់នឹកឃើញថាគាត់នឹកតកែរបស់គាត់តកែពេលទៅបុគ្គលិកទៅផ្ទះនឹកដល់តែបុគ្គលិករបស់គាត់ណាបើមិនជាថ្ងៃឈប់សម្រាក 3-4 ថ្ងៃបន់ឲ្យតែបានមកជួបគ្នាវិញអានេះបានជាបរិយាកាសមួយដែលធ្វើឲ្យក្រុមហ៊ុននឹងរីកចម្រើនទៅបានយើងហៅដោយខ្លីហៅថាសុខដុមរមនាមានន័យថាមនុស្សទាំងអស់វាសប្បាយចិត្តនៅក្នុងការធ្វើការជាមួយគ្នានៅក្នុងការជួបគ្នាបាទកុំឲ្យអាដែងជួបគ្នាដូចឆ្មានឹងកដុលបាទចាអរគុណបងអញ្ចឹងជាចុងក្រោយថាបងមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើជាពិសេសទាំងម្ចាស់អាជីវកម្មថ្មីក៏ដូចជាអាជីវកម្មចាស់ដែលគាត់ចំណាប់អារម្មណ៍ទៅលើប្រធានបទមួយនេះហើយគិតថាវាអាចនឹងជួយទៅដល់ពួកគាត់បានអញ្ចឹងបងអាចអញ្ជើញអរគុណប៉ុន្តែខ្ញុំគិតថាការនិយាយយើងដូចជាពីរបកទៅហើយដូច្នេះមិនមានអីដែលត្រូវបន្ថែមឲ្យបានច្រើនទេចាគ្រាន់តែថាឲ្យព្យាយាមចាំគោលការណ៍ទាំង5ហ្នឹងបាទហ្នឹងបើមិនជាបង្កើតផលិតផលគឺថាធ្វើយ៉ាងម៉េចមើលផលិតផលគំរូទាំង10នៅក្នុងទីផ្សារយើងហៅថា benchmark ចាដើម្បីឲ្យប្រកាសថាពេលដែលយើងចេញទៅគឺផលិតផលរបស់យើងនឹងគុណភាពនឹងតែអាចទទួលយកបានចាបងពេលណាយើងមានផលិតផលដែលមានគុណភាពអាចទទួលយកបានរៀនគិតធ្វើយុទ្ធសាស្ត្រទីផ្សារគិតឲ្យស៊ីជម្រៅបន្តិចគិតឲ្យស្មុគស្មាញបន្តិចបាទកុំគិតងាយកុំគិតរបៀបថតចម្លង copy paste ណាចាបងកាលណា copy paste វាអត់មានអីថ្មីចាណាថ្មីត្បិតតែផលិតផលយើងថ្មីយីហោថ្មីប៉ុន្តែយុទ្ធសាស្ត្រទីផ្សារហ្នឹងវាមិនថ្មីរបស់ហ្នឹងវាដូចតែចាស់អញ្ចឹងចាបងបាទប៉ុន្តែជួនកាលរបស់ហ្នឹងចាស់ទេប៉ុន្តែបើយើងមានរបៀបធ្វើវាថ្មីវាមើលដូចជារបស់ហ្នឹងថ្មីចាបងហើយបន្ទាប់មកគឺការគ្រប់គ្រងហិរញ្ញវត្ថុគឺថាដដែល
យើងរស់ស៊ីត្រូវមានការទទួលខុសត្រូវបើចង់រីកចម្រើនដាច់ខាតត្រូវតែមានកណន័យភាពនិងតម្លាភាព បាទពីព្រោះត្រូវការដៃគូក៏យើងត្រូវការមានកណន័យភាពតម្លាភាពត្រូវការលុយខ្ចីក៏ត្រូវមានកណន័យភាពតម្លាភាពហើយការពិតទៅការមានកណន័យភាពតម្លាភាពគឺជាការគ្រប់គ្រងខ្លួនឯងបានល្អបាទហ្នឹងបាទការគ្រប់គ្រងខ្លួនឯងបានល្អអញ្ចឹងនៅពេលដែលមនុស្សមានទាំង3ហ្នឹងមានន័យថាមានផលិតផលក៏ល្អទីផ្សារក៏ល្អគ្រប់គ្រងកណន័យភាពតម្លាភាពក៏ល្អមកកាន់ធនធានមនុស្សណាក៏ចង់ធ្វើការជាមួយក្រុមហ៊ុនណាដែលមានរបស់ល្អមានរបៀបធ្វើទីផ្សារល្អបាទហើយមានប្រព័ន្ធគ្រប់គ្រងលុយកាក់ល្អបើកប្រាក់ខែទៀងទាត់បើកដែង OT ឲ្យបានត្រឹមត្រូវអញ្ចឹងគាត់ក៏ចង់ធ្វើការមានប្រព័ន្ធលើកទឹកចិត្តប្រាក់លើកទឹកចិត្តអីគាត់ចង់ធ្វើការណាបាទហើយមានការបណ្ដុះបណ្ដាលអីគាត់ថែមទៀតទៅបាទហើយជារួមគឺថាបើជាមើលជារួមគឺយើងត្រូវមើលទៅលើបច្ចេកវិទ្យាបាទឲ្យដឹងថាយើងរាល់ថ្ងៃកំពុងតែរស់នៅក្នុងសង្គមមួយដែលបច្ចេកវិទ្យាគឺដើរលឿនណាស់បាទហើយបើសិនជាយើងយឺតតែបន្តិចគេនឹងទៅមុនយើងហើយយើងនឹងពិបាកតាមគេបាទហើយទីបំផុតក្រុមហ៊ុនយើងមិនអាចរីកចម្រើនបានដោយសារតែយើងខ្លួនឯងគឺមានការបត់បែននឹងយឺតពេកបាទចាបងចានាងខ្ញុំក៏សូមថ្លែងអំណរគុណបងដែលបានចំណាយពេលវេលាចូលរួមជាមួយនឹងកម្មវិធីរបស់យើងខ្ញុំហើយនេះខ្ញុំសង្ឃឹមថាមិត្តទាំងអស់គ្នាជាពិសេសមិត្តទេសនាគឺគាត់នឹងពេញចិត្តនៅ message ឬក៏សារដែលបងផ្ញើជូនរបស់ពួកគាត់ព្រោះសូម្បីតែរូបនេះខ្ញុំក៏ផ្ទាល់ក៏នាងខ្ញុំមានអារម្មណ៍ថានាងខ្ញុំរៀនបានច្រើនពីព្រោះរឿងខ្លះតាមពិតយើងបានដឹងហើយក៏ប៉ុន្តែយើងអត់បានទៅលំអិតវាដូចអ្វីដែលបងបានជំរាបនឹងអញ្ចឹងពេលដែលត្រឡប់ទៅវិញនាងខ្ញុំប្រកាសជាគិតថាខ្លួនឯងគួរតែអនុវត្តផ្លាស់ប្ដូរការងារមួយចំនួនចាបងចាអរគុណបងចាជម្រាបលាចាបងអរគុណដល់អ្នកទស្សនាទាំងអស់បាទកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់សូមថ្លែងអំណរគុណទៅដល់ ATA Civic Condo ដែលបានផ្ដល់ជាទីតាំងថតទៅដល់ក្រុមការងាររបស់យើងខ្ញុំហើយជាចុងក្រោយប្រសិនបើមិត្តអ្នកទស្សនាទាំងអស់គ្នាមានជាសំណួរឬក៏ចង់សាកសួរបន្ថែមទៅលើវាគ្មិនមួយអាចសាកសួរទៅក្នុងinbox របស់ពួកយើងបានពួកយើងនឹងរីករាយក្នុងការឆ្លើយតបតាមដែលអាចធ្វើទៅបានជាចុងក្រោយសូមអរគុណសូមជម្រាបលា